ឲ្យតែបងប្អូនកូនក្មួយជួបជុំគ្នាថ្ងៃបុណ្យជាតិធំហ្នឹងបុណ្យភ្ជុំបុណ្យចូលឆ្នាំបុណ្យរដូវប្រាំងរដូវវស្សាហ្នឹងដឹងតែមានការវិច្ចនំឬក៏ធ្វើអីហូបជួបជុំហើយជាទម្លាប់ដូចរាល់ឆ្នាំហ្នឹងក្នុងឆ្នាំនេះឆ្នាំម្សាញ់ឆ្នាំ2025ហ្នឹងក៏មានការវិច្ចនំទៀននំបត់នំគមហ្នឹងនំតែមួយទេតែឈ្មោះអ្នកហៅដល់តែ2 3ដោយសារតែនំឈ្មោះច្រើនពេកខាងតំបន់ខាងពួកខ្ញុំហ្នឹងភាគច្រើនគេហៅតែនំទៀននេះចំណែកខាងបងពុកម៉ែបងប្អូនហ្នឹងគេហៅតែនំអីដែរនៅតាមតំបន់ខុសៗគ្នាផ្សេងគ្នាហើយនំដែលពួកគាត់វិច្ចភាគច្រើនហ្នឹងនំអន្សមជ្រូកនំទៀននំបត់នំគមនិងនំអន្សមចេកហ្នឹងគាត់ថាវិច្ចទៅបុណ្យទៅការទៅអីគេអស់ហើយនៅឡើយតែផ្ទះម៉ែក្មេងខ្ញុំពេលណាបានវិច្ចទៅគាត់ថាបើសិនជាដល់ថ្ងៃហ្នឹងមែនអាក្អូនកូនពៅហើយកុំភ័យចាំមីងជួយទាំងកម្លាំងកាយចិត្តទាំងនំទាំងស្នូលទាំងម្សៅអីទុកឲ្យមីងជាអ្នករ៉ាប់រងដោយសារតែឃើញក្មួយគាត់នៅ single យូរពេកអញ្ចឹងបងថ្លៃខ្ញុំសោចនៅខ្លួនមួយហ្នឹងឲ្យតែទៅផ្ទះបុណ្យធំម្ដងហត់នឹងសំណួរបងប្អូនកូនក្មួយដែលសួរហ្នឹងហ្មងមិនបាច់អ្នកចិត្តខាងអ្នកសួរទេដឹងតែពេលណាយកប្រពន្ធពេលណាអីចឹងទៅបើសិនហើយចំណែកម៉ែខ្ញុំវិញខ្ញុំដូចដុំពេជ្រអញ្ចឹងតាណាតណៃឲ្យតែជួបជុំគេហ្នឹងដឹងថាខ្ញុំនៅកូនកន្លោះមួយហើយគាត់អួតគេអញ្ចឹងខ្ញុំនេះឡើងរឹងខ្លួនហើយដោយសារអៀនគេសូម្បីតែមីងនិងបងថ្លៃហ្នឹងក៏ខ្ញុំសួរថាមីងវិច្ចនំយកទៅណាគាត់ថាវិច្ចយកទៅដឹងប្រពន្ធអីហើយសុទ្ធតែសំណួរសុទ្ធតែភាសាដែលវាយប្រហារផ្លូវចិត្តចុកចាប់ណាហើយមានអ្នករវល់វិច្ចនំហើយក៏មានអ្នករវល់រចៃនិយាយដើមគេតែនិយាយទៅទាំងអ្នកវិច្ចនំទាំងអ្នករចៃហ្នឹងសុទ្ធតែអ្នកបកកែនិយាយដើមគេជួបជុំគ្នាគ្មានអីក្រៅពីនិយាយដើមគេគឺឈ្ងុយឆ្ងាញ់ដល់ហើយការនិយាយដើមក៏មិនអ្នកផ្សេងណាក្រៅពីបងប្អូនកូនក្មួយចៅឯងដោយសារតែវាបងប្អូនច្រើនពេលអញ្ចឹងខ្វះទេរឿងនិយាយម្នាក់ជារួមត្រឡប់មកវិញនំហ្នឹងគឺវិច្ចសម្រាប់ហូបជួបជុំគ្រួសារបងប្អូនកូនចៅហ្នឹងដើម្បីជួបជុំគ្នាខែម៉ាន់សនទៅបុណ្យទានជួបជុំគ្នាហ្នឹងហើយសល់ខ្លះយើងយកទៅវត្តឬក៏ទុកសែនព្រានអីនៅផ្ទះបាន